ពេលទទួលបលុនដ័រកីឡាករគ្រីមបេនសេម៉ាបានបង្ហើបថាវីរបុរសរ៉េម៉ាឌ្រីតពីររូបនេះជានិមិត្តរូបរបស់គាត់កីឡាករគ្រីមបេនសេម៉ារបស់រ៉េម៉ាឌ្រីតត្រូវបានជ្រើសរើសជាម្ចាស់ពានបលុនដ័រក្នុងឆ្នាំ2022នេះដែលប្រព្រឹត្តឡើងនៅក្នុងប្រទេសបារាំងកាលពីរាត្រីថ្ងៃច័ន្ទជាការពិតណាស់កីឡាករគ្រីមបេនសេម៉ាបានប្រកបអាជីពបាល់ទាត់របស់ខ្លួននៅរ៉េម៉ាឌ្រីតអស់រយៈពេល14ឆ្នាំហើយក្នុងនោះផងដែរយើងសង្កេតថាកីឡាកររបស់រ៉េម៉ាឌ្រីតកន្លងមកធ្លាប់ទទួលបានពានចំនួន12ដងស្មើគ្នាជាមួយក្លឹបគូប្រជែងបាសេឡូណាលើពីនេះទៅទៀតកីឡាករដែលទទួលបានពានច្រើនជាងគេនោះគឺលីយ៉ូណែលមេស៊ីបាន7ដងនិងរ៉ូណាល់ដូបានចំនួន5ដងយ៉ាងណាក្តីក្នុងឆ្នាំ2022នេះកីឡាករគ្រីមបេនសេម៉ាបានឈ្នះពានមួយនេះតាមពីក្រោយដោយសេឌីអូម៉ាណេនិងកីឡាករខេវិនឌឺប្រូនអ្វីដែលពិសេសនោះនៅក្នុងកម្មវិធីបេនសេម៉ាបានបង្ហើបថាកីឡាករដែលគាត់ស្រឡាញ់ថែមទៀតផងអំឡុងពេលទទួលបានពានរង្វាន់រួចបេនសេម៉ាបាននិយាយថាខ្ញុំពិតជាមានមោទនភាពណាស់ខ្ញុំមានក្តីស្រមៃតាំងតែពីតូចហើយខ្ញុំជំរុញខ្លួនឯងដើម្បីសម្រេចគោលដៅនេះខ្ញុំមាននិមិត្តរូបក្នុងឆាកជីវិតរបស់ខ្ញុំគឺស៊ីស៊ូនិងរ៉ូណាល់ដូខ្ញុំមិនដែលបោះបង់ក្តីសម្បត្តិមួយនេះទេអរគុណមិត្តរួមក្រុមទាំងអស់គ្នារួមទាំងប្រធានក្លឹបខ្ញុំផងដែរ